ដឹកនាំក្រុមហ៊ុនខ្ទង់60ឆ្នាំមហាសេដ្ឋី Warren Buffett សម្រេចដើរចេញពីក្រុមហ៊ុនត្រៀមខ្លួនចូលនិវត្តន៍បិតាវិនិយោគលោក Warren Buffett ជាមហាសេដ្ឋីមួយរូបរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី3 ខែឧសភាឆ្នាំ2025បានលើកឡើងចំថាខ្លួននឹងដើរចេញពីក្រុមហ៊ុន Berkshire Hathaway ក្នុងនាមជានាយកប្រតិបត្តិនាបំណាច់ចុងឆ្នាំនេះបើយោងតាមការចុះផ្សាយពី Neuros News លោក Buffett ក៏បានបន្ថែមផងដែរថាខ្លួននឹងណែនាំទៅកាន់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននាថ្ងៃអាទិត្យលោកឲ្យលោក Greg Abel មានតួនាទីជាអនុប្រធានឡើងកាន់តំណែងជំនួសខ្ញុំគិតថាពេលវេលាមកដល់ហើយលោក Greg មានសមត្ថភាពគ្រប់គ្រាន់អាចក្លាយទៅជានាយកប្រតិបត្តិក្រុមហ៊ុននៅបំណាច់ឆ្នាំនេះបានបើយោងតាមការលើកឡើងរបស់លោក Buffett គួរជម្រាបថាបច្ចុប្បន្នមហាសេដ្ឋីជំនាញវិនិយោគលោក Buffett មានទ្រព្យសម្បត្តិចំនួន$168,000 លានសហរដ្ឋអាមេរិកខណៈលោកគ្រប់គ្រងក្រុមហ៊ុន Berkshire Hathaway តាំងពីឆ្នាំ1965ដែលដើមឡើយជាក្រុមហ៊ុនផលិតវាយនភ័ណ្ឌកន្លងមក60ឆ្នាំលោក Buffett បានប្រែក្លាយក្រុមហ៊ុនពីផលិតផលវាយនភ័ណ្ឌដែលសឹងតែដួលរលំទៅជាក្រុមហ៊ុនជោគជ័យទាក់ទងនឹងសហហ៊ុន